ខ្ញុំកណ្ណាខ្ញុំបាទសូមក្រាបថ្វាយបង្គំប្រធេរានធេរៈព្រះសង្ឃគ្រប់ព្រះអង្គលោកតារយាយចាស់ព្រឹទ្ធាចារ្យដែលជាអ្នកកាន់ពុទ្ធសាសនាទាំងអស់បាននៅក្នុងវីដេអូនេះខ្ញុំបាទសូមលើកយកបៃដកលេខទី1បាទភាគ1ត្រង់ទំព័រទី15ដើម្បីមកធ្វើការអានជាបន្តដោយវីដេអូមុនខ្ញុំកណ្ណាខ្ញុំបាទបានអានពីទំព័រ1ដល់ទំព័រទី4ដល់14រួចមកហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះបាទខ្ញុំនឹងអានចាប់ពីទំព័រទី15ទៅដើម្បីទុកជាធម្មទានដល់លោកអ៊ំលោកតាលោកយាយបងប្អូនអ្នកកាន់ពុទ្ធសាសនាទាំងអស់ទុកគ្រាន់ជាការសន្តាប់ហើយនឹងទទួលបានមគ្គផលសម្រាប់រូបខ្ញុំកណ្ណាផងដែរចឹងទេដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំកណ្ណាខ្ញុំបាទសូមអានដូចតទៅវគ្គវេរញ្ញកម្មសម្ដែងអំពីត្រៃវិជ្ជាមានសន្តានល្អនិងអាក្រក់ទៅកាន់សុគតិនិងទុគតិដោយចក្ខុដូចជាទឹកដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញក៏ឃើញច្បាស់នៅសត្វទាំងឡាយដែលអន្ទោលទៅតាមកម្មដោយប្រការដូចនេះមនាលព្រាហ្មណ៍វិជ្ជាទី2នេះឯងហើយដែលតថាគតបានត្រាស់ដឹងក្នុងយាមជាកណ្ដាលនៃរាត្រីលុះដល់សេចក្តីល្ងងខ្ចាត់បាត់ទៅសេចក្តីចេះដឹងប្រកបក៏កើតឡើងងងឹតខ្ចាត់បាត់ទៅពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងប្រុងស្មារតីមិនធ្វេសប្រហែសខំប្រឹងដុតបំផ្លាញកិលេសមានចិត្តមូលស្លុងឥតមាននឹកនាដល់កាយនិងជីវិតឡើយដូចជាបណ្ឌិតទាំងឡាយដែលបាននៅវិជ្ជាទី2នោះដូច្នេះដែរមនាលព្រាហ្មណ៍នេះឯងជាវិជ្ជាទី2ដែលតថាគតបានត្រាស់ដឹងហើយដូចជាកូនមាន់ដែលញាស់ចេញចាកសម្បកពងកាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធផូរផង់មិនមានកិលេសប្រាសចាកសេចក្តីសៅហ្មងជាចិត្តទន់សមគួរដល់កម្មជាចិត្តនឹងថឹងមិនញាប់ញ័រយ៉ាងនេះហើយតថាគតទៅបង្អោនចិត្តចំពោះទៅក្នុងញាណជាហេតុឲ្យបានអស់ទៅនៃអាសវៈទាំងឡាយគឺអាសវៈខញ្ញាណតថាគតក៏ដឹងប្រកបតាមពិតថានេះជាទុក្ខដឹងប្រកបតាមពិតថានេះជាហេតុនាំឲ្យកើតទុក្ខដឹងប្រកបតាមពិតថានេះជាសេចក្តីរលត់ទុក្ខដឹងប្រកបតាមពិតថានេះជាបដិបទាឲ្យបានដល់នៅសេចក្តីរលត់ទុក្ខដឹងប្រកបតាមពិតថាធម៌ប៉ុណ្ណោះជាអាសវៈដឹងប្រកបតាមពិតថាធម៌នេះជាហេតុនាំឲ្យកើតអាសវៈដឹងប្រកបតាមពិតថានេះជាសេចក្តីរលត់នៃអាសវៈដឹងប្រកបតាមពិតថានេះជាបដិបទាឲ្យបានដល់នៅសេចក្តីរលត់នៃអាសវៈកាលដែលតថាគតដឹងយ៉ាងនេះតថាគតឃើញយ៉ាងនេះចិត្តតថាគតក៏ផុតចាកគ្រឿងត្រាំគឺកាមផងគឺភពផងគឺអវិជ្ជាផងកាលបើចិត្តតថាគតបានរួចផុតស្រឡះហើយប្រាជ្ញាក៏កើតប្រកបដល់តថាគតថាចិត្តរួចផុតស្រឡះចាកអាសវៈហើយទាំងតថាគតក៏ដឹងច្បាស់ថាកំណើតរបស់អញអស់ហើយព្រហ្មចរិយធម៌អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយសោលសកិច្ច
អញក៏បានធ្វើស្រេចហើយកិច្ចដតីដើម្បីសលសកិច្ចទៀតមិនមានឡើយមនាលព្រាហ្មណ៍វិជាទី3នេះហើយដែលតថាគតបានត្រាស់ដឹងក្នុងយាមជាបំផុតនៃរាត្រីលុះដល់សេចក្តីល្ងងខ្ចាត់បាត់ទៅសេចក្តីចេះដឹងក៏ប្រកបឡើងងងឹតខ្ចាត់បាត់ទៅពន្លឺក៏កើតឡើងដល់តថាគតដែលកំពុងអង្គុយប្រុងស្មារតីមិនប្រហែសធ្វេសខំប្រឹងដុតបំផ្លាញកិលេសមានចិត្តមូលស្លុងឥតមាននឹកនាដល់កាយនិងជីវិតឡើយដូចជាបណ្ឌិតទាំងឡាយដែលបាននៅវិជាទី3នោះដូច្នេះដែរមនាលព្រាហ្មណ៍ការត្រាស់ដឹងរបស់តថាគតជាគម្រប់3នេះដូចគ្នានឹងការញាស់ចេញរបស់កូនមាន់អំពីសម្បកពងបាវៈវេរញ្ចកាន់ការសម្ដែងខ្លួនជាបាសកនៃវេរញ្ចព្រាហ្មណ៍កាលបើព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់យ៉ាងនេះហើយវេរញ្ចព្រាហ្មណ៍បានក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខវិញថាព្រះគោតមដ៏ចម្រើនព្រះអង្គជាចម្បងជាងមនុស្សប្រសើរបំផុតជាងមនុស្សបបិទ្ធព្រះគោតមដ៏ចម្រើនភេសិតរបស់ព្រះអង្គច្បាស់ណាស់បបិទ្ធព្រះគោតមដ៏ចម្រើនភេសិតរបស់ព្រះអង្គច្បាស់ណាស់បបិទ្ធព្រះគោតមដ៏ចម្រើនធម៌ដែលព្រះអង្គសម្ដែងហើយដោយអនេកបរិយាយយ៉ាងនេះភ្លឺច្បាស់ណាស់គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះឲ្យផ្ងាឡើងពុំនោះដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងពុំនោះសោតដូចមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិសឬក៏ដូចជាមនុស្សកាន់ប្រទីបត្រូលបំភ្លឺក្នុងទីងងឹតដោយគិតថាមនុស្សមានភ្នែករមែងមើលឃើញនៅរូបទាំងឡាយខ្ញុំព្រះអង្គនោះសូមដល់នៅព្រះគោតមដ៏ចម្រើនផងព្រះធម៌ផងព្រះភិក្ខុសង្ឃផងជាទីពឹងទីរលឹកចាប់ដើមតាំងពីថ្ងៃនេះទៅសូមព្រះគោតមដ៏ចម្រើនជ្រាបនៅខ្ញុំព្រះអង្គថាជាឧបាសកដល់សរណគមស្មើដោយជីវិតមិនតែប៉ុណ្ណោះទេសូមព្រះគោតមដ៏ចម្រើនទទួលនិមន្តគង់ចាំវស្សាចិត្តស្រុកវេរញ្ជាមួយអន្លើដោយភិក្ខុសង្ឃព្រះភិក្ខុព្រះដ៏មានព្រះភិក្ខក៏ព្រមទទួលនិមន្តដោយតណ្ហិភាពលំដាប់នោះវេរញ្ចព្រាហ្មណ៍ដឹងច្បាស់ថាព្រះអង្គទទួលនិមន្តហើយក៏ក្រោកចាកអាសនៈថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខហើយធ្វើប្រតិសិនដើរចេញទៅសម័យនោះឯងស្រុកវេរញ្ជាកើតអំណត់អត់បាយមនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងសដេដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបានក៏មិនងាយនឹងទិញដូរបើលុះតែមានស្លាកកាន់ជាសម្គាល់ទៅទិញដូរបានជនទាំងអស់ក្នុងស្រុកនោះព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកសម័យនោះមានពួកឈ្មួញសេះនៅក្នុងឧត្តរាបទប្រទេសនាំសេះចំនួន500ចូលមកនៅសម្រាប់ក្នុងស្រុកវេរញ្ជាក្នុងរដូវខែវស្សាពួកឈ្មួញដែលនៅក្នុងរោងសេះទាំងនោះក៏បញ្ញត្តិគ្នាឲ្យប្រើគេឲ្យប្រគេនបាយក្រៀមចំនួន1នាលម្នាក់ដល់ភិក្ខុទាំងឡាយលុះដល់ពេលពុបបានសម័យ
ភិក្ខុទាំងឡាយស្លៀកស្បង់ទ្រង់ចៃវរនឹងបាតនាំគ្នាចូលទៅបិណ្ឌបាតក្នុងស្រុកវេរញ្ជាក៏មិនប្រទះបានអាហារបិណ្ឌបាតសោះឡើយទៅបិណ្ឌបាតខាងពួកឈ្មួញឯរោងសេះវិញក៏បានបាយក្រៀមមួយនាលម្នាក់ហើយវិលមកអាស្រមអារាមយកបាយក្រៀមនោះបុកក្នុងត្បាល់រួចនាំគ្នាឆាន់ចំណែកខាងព្រះអានន្ទដ៏មានអាយុយកបាយក្រៀមមួយនាលកិនក្នុងត្បាល់ថ្មហើយយកទៅថ្វាយព្រះដ៏មានព្រះភិក្ខព្រះអង្គក៏ទ្រង់ទទួលសោយបាយក្រៀមនោះពេលនោះព្រះសម្ពុទ្ធទ្រង់បានឮសូរត្បាល់និងអង្រែដូចនោះដែរព្រះតថាគតទាំងឡាយបានជ្រាបនៅហេតុហើយសួរក៏មានបានជ្រាបហើយមិនសួរក៏មានជ្រាបច្បាស់នៅកាលគួរហើយសួរក៏មានជ្រាបច្បាស់នៅកាលគួរហើយមិនសួរក៏មានឯព្រះតថាគតទាំងឡាយព្រះអង្គតែងសួរនៅកាលណាដែលប្រកបដោយប្រយោជន៍កម្មដែលមិនប្រកបដោយប្រយោជន៍ព្រះអង្គមិនសួរឡើយព្រោះព្រះតថាគតទាំងឡាយទ្រង់បានផ្ដាច់បង់នៅកម្មមិនប្រកបដោយប្រយោជន៍ទាំងឡាយដោយអរិយមគ្គជ្រះស្រឡះហើយព្រះសម្បញ្ញពុទ្ធដ៏មានជោគទាំងឡាយទ្រង់តែងសួរនៅភិក្ខុទាំងឡាយដោយហេតុពីរប្រការគឺទ្រង់សួរដើម្បីនឹងសម្ដែងនៅធម៌មួយដើម្បីនឹងបញ្ញត្តិនៅសិក្ខាបទដល់សាវកទាំងឡាយមួយគ្រានោះព្រះដ៏មានព្រះភិក្ខទ្រង់ហៅព្រះអានន្ទដ៏មានអាយុមកហើយទ្រង់សួរថាមនាលអានន្ទសូរសំឡេងនេះជាសូរត្បាល់អង្រែឬអ្វីតើព្រះអានន្ទដ៏មានអាយុក្រាបទូលរឿងនោះឲ្យព្រះដ៏មានព្រះភិក្ខជ្រាបគ្រប់ប្រការព្រះអង្គត្រាស់សរសើរថាត្រូវហើយអានន្ទប្រពៃហើយអានន្ទអ្នកឯងរាល់គ្នាជាសប្បុរសឈ្នះវិសេសហើយបណ្ដាជនខាងក្រោយគេនឹងនឹកចង់ឲ្យនៅចង្ហាន់ដែលជាចំអិនដោយអង្ករស្រូវខ្សាយព្រមទាំងម្ហូបលេងដោយសាច់ដ៏ឆ្ងាញ់ពិសាដល់អ្នករាល់គ្នាគ្រានោះព្រះមហាមោគលានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរពរួចហើយក៏គង់ក្នុងទីដ៏សមគួរលុះព្រះមហាមោគលានដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយក៏ក្រាបទូលស្នើសេចក្តីនេះចំពោះព្រះដ៏មានព្រះភិក្ខថាសូមទ្រង់ព្រះមេត្តាប្រោសឥឡូវនេះស្រុកវេរញ្ជាកើតអំណត់អត់បាយមនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងសដេដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបានក៏មិនងាយនឹងទិញដូរបើលុះតែមានស្លាកកាន់ជាសម្គាល់នោះទៅទិញដូរបានជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកសូមទ្រង់ព្រះមេត្តាប្រោសផ្ទៃខាងក្រោមនៃផែនដីនេះមានឲ្យជារសផ្អែមដោយទឹកឃ្មុំដែលស្អាតបរិសុទ្ធឥតលាយច្រឡំដោយមេឃ្មុំសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គចង់ប្រែត្រឡប់ផែនដីនេះឲ្យផ្ងាឡើងដើម្បីនឹងឲ្យភិក្ខុទាំងឡាយឆាន់នៅឲ្យជារសដែលកើតឡើងអំពីស្រទាប់នៃផែនដីនោះព្រះបរមសាស្តាទ្រង់ត្រាស់ថាមនាលមោគលានចុះអ្នកនឹងយកមនុស្សសត្វទាំងឡាយដែលនៅអាស្រ័យលើផែនដីនេះឲ្យទៅនៅឯណា
ព្រះមហាមុគលានទូលតបថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គនឹងនិមិត្តបាតដៃម្ខាងឲ្យបានដូចជាផែនដីធំនិងឲ្យសត្វទាំងឡាយដែលនៅអាស្រ័យលើផែនដីមកនៅលើបាតដៃម្ខាងនោះហើយខ្ញុំព្រះអង្គនឹងប្រែនៅផែនដីដោយដៃម្ខាងព្រះអង្គទ្រង់ខាត់ថាមុគលានអ្នកកុំពេញចិត្តនឹងត្រឡប់ផែនដីនោះឡើយសត្វទាំងឡាយនឹងបាននៅសេចក្តីជ្រួលជ្រើមរចល់ព្រះមហាមុគលានក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសព្រះពុទ្ធដីកាដែលទ្រង់ត្រាស់មកនោះប្រពៃហើយបើដូច្នេះសូមឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរទ្វីបវិញឧត្តរករទ្វីបវិញព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់តបថាមនាលមុគលានចុះភិក្ខុទាំងឡាយឯណាដែលមិនមានរិទ្ធអ្នកនឹងធ្វើនៅភិក្ខុទាំងនោះដោយម្ដេចទៅព្រះមហាមុគលានក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសភិក្ខុទាំងអស់នឹងទៅបានយ៉ាងណាខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់តបថាកុំមុគលានអ្នកកុំពេញចិត្តឲ្យភិក្ខុសង្ឃទាំងអស់ទៅបិណ្ឌបាតឯឧត្តរករទ្វីបនោះឡើយដល់វគ្គមួយទៀតគឺវិន័យបៃដកមហាវិភាំងកៈទំព័រ22គ្រានោះព្រះសិរីបុត្រដ៏មានអាយុលោកចូលទៅនៅក្នុងរហោស្ថានជាទីចេញចាកពួកហើយសម្ងំនៅក្នុងកម្មដ្ឋានមានសេចក្តីត្រេះរិះយ៉ាងនេះថាព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះណោជាព្រហ្មចរិយធម៌មិនស្ថិតនៅយូរព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះណោជាព្រហ្មចរិយធម៌ស្ថិតនៅយូរគ្រានោះព្រះសិរីបុត្រថេរដែលមានអាយុចាក់ចេញទីសម្ងំពួនក្នុងវេលាសាយនសម័យហើយចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់បានក្រាបថ្វាយបង្គំព្រះដ៏មានព្រះដោយគោរពហើយគង់ក្នុងទីដ៏សមគួរលុះព្រះសិរីបុត្រថេរដ៏មានអាយុគង់នៅទីដ៏សមគួរហើយក៏ក្រាបទូលសួរចំពោះព្រះដ៏មានព្រះភិក្ខថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គចូលទៅនៅក្នុងរហោស្ថានជាទីចេញចាកពួកហើយសម្ងំនៅក្នុងកម្មដ្ឋានមានសេចក្តីត្រេះរិះថាព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះណោជាព្រហ្មចរិយធម៌មិនស្ថិតនៅយូរព្រហ្មចរិយធម៌របស់ព្រះពុទ្ធដ៏មានជោគទាំងឡាយអង្គណាខ្លះណោជាព្រហ្មចរិយធម៌ស្ថិតនៅយូរព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាមនាលសារីបុត្រព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភិក្ខព្រះនាមវិបក្សីមួយព្រះដ៏មានព្រះភិក្ខវិនាមសិក្ខីមួយព្រះដ៏មានព្រះភិក្ខព្រះនាមវេសភូមួយជាព្រហ្មចរិយធម៌មិនស្ថិតនៅយូរមនាលសារីបុត្រឯព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភិក្ខព្រះនាមកុកសន្ធោកសន្ធៈព្រះដ៏មានព្រះភិក្ខព្រះនាមកោនេកមនៈមួយព្រះដ៏មានព្រះភិក្ខព្រះនាមកាសបៈមួយជាព្រហ្មចរិយធម៌ស្ថិតនៅបានយូរព្រះសារីបុត្រតថេរក្រាបទូលសួរថា
សូមទ្រង់ព្រះមេត្តាប្រោសព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភិក្ខព្រះនាមបិបក្សីមួយព្រះដ៏មានព្រះភិក្ខព្រះនាមសិក្ខីមួយព្រះដ៏មានព្រះភិក្ខព្រះនាមវេសភូមួយបានជាមិនថិតនៅយូរនោះតើព្រោះហេតុនិងបច្ច័យដូចម្ដេចព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាមនាលសារីបុត្រព្រះដ៏មានព្រះភិក្ខព្រះនាមវិបក្សីមួយព្រះដ៏មានព្រះភិក្ខព្រះនាមសិក្ខីមួយព្រះដ៏មានព្រះភិក្ខព្រះនាមវេសភូមួយព្រះអង្គមិនសូវប្រឹងប្រែងសម្ដែងធម៌ដល់សាវកទាំងឡាយដោយពិស្ដារប៉ុន្មានទេព្រហ្មចរិយធម៌មានអង្គ9ប្រការរបស់ព្រះពុទ្ធទាំងឡាយនោះគឺសត្តកិយៈវេយាករណៈគាថាឧទានៈអេតិវុតកៈចេតកៈអភូតធម្មៈវេតលៈជាធម៌មានចំនួនតិចណាស់សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តិដល់សាវកទាំងឡាយទេអាណាបាតិមកក៏ព្រះពុទ្ធអង្គទាំងនោះមិនបានសម្ដែងឡើយដល់អំណះឥតពីព្រះពុទ្ធដ៏មានជោគទាំងឡាយនោះទៅអំណះឥតពីសាវកទាំងឡាយជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះទៅសាវកទាំងឡាយជាខាងក្រោយតមកដែលមាននាមផ្សេងគ្នាមានកោតៈផ្សេងគ្នាមានជាតិផ្សេងគ្នាចេញពីត្រកូលផ្សេងគ្នាហើយបួសនោះក៏ញ៉ាំងព្រហ្មចរិយធម៌នោះឲ្យសាបសូន្យបាត់អស់ភ្លាមទៅមនាលសារីបុត្រឧបមាដូចជាផ្កាឈើផ្សេងដែលគេមិនបានដោតក្រងចងដោយចេះហើយគេដាក់លើបន្ទះក្តារខ្យល់ក៏រមែងតែបក់បោកកំចាត់កំចាយផ្កាទាំងនោះឲ្យវិនាសអស់ទៅខ្យល់ដែលធ្វើនៅផ្កាទាំងនោះឲ្យវិនាសព្រោះហេតុអ្វីពីព្រោះផ្កាទាំងនោះគេមិនបានដោតក្រងចងដោយចេះក៏សេចក្តីនេះយ៉ាងណាមិញមនាលសារីបុត្រលុះអំណះឥតនឹងព្រះសម្ពុទ្ធដ៏ទ្រង់ព្រះភិក្ខទាំង3ព្រះអង្គនោះនិងពួកសាវកដែលជាអ្នកត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះអស់ទៅពួកសាវកចន់ក្រោយតមកមាននាមមានកោតជាតិផ្សេងគ្នាដែលចេញចាកត្រកូលផ្សេងគ្នាមកបួសនោះក៏ញ៉ាំងព្រហ្មចរិយធម៌នោះឲ្យវិនាសទៅបានភ្លាមទៅឆាប់ភ្លាមដូចជាការឥតកម្រងយ៉ាងនោះឯងម្យ៉ាងទៀតព្រះពុទ្ធដ៏មានជោគទាំងនោះលោកមិនសូវប្រឹងប្រែងស្ទង់ចិត្តរបស់សាវកដោយព្រះហឫទ័យរបស់ព្រះអង្គហើយទូលមាននៅសាវកទាំងឡាយប៉ុន្មានឡើយមនាលសារីបុត្រពីដើមមកមានរឿងដំណាលថាព្រះអរហង្គសម្មាសម្ពុទ្ធដ៏មានជោគទ្រង់ព្រះនាមវេសភូព្រះអង្គកំណត់នៅចិត្តរបស់សាវកដោយព្រះហឫទ័យរបស់ព្រះអង្គហើយទ្រង់ទូមានព្រានប្រដៅភិក្ខុសង្ឃចំនួន 1000 រូបនៅនាដងព្រៃមួយជាដងព្រៃគួរស្បើមដោយពុទ្ធភាសិតថាអ្នកទាំងឡាយចូលរិះគិតយ៉ាងណាកុំរិះគិតយ៉ាងនោះឡើយចូលយកចិត្តទុកដាក់យ៉ាងនេះកុំយកចិត្តទុកដាក់យ៉ាងនោះឡើយចូលលះបង់អំពើយ៉ាងនេះចេញហើយចូលប្តេជ្ញាផ្ដួលចិត្តឲ្យប្រឌិតប្រជ័រទៅរកអំពើនោះវិញមនាលសារីបុត្រនៅវេលាដែលព្រះអរហង្គសម្មាសម្ពុទ្ធដ៏មានជោគទ្រង់ព្រះនាមវេសភូ
ទ្រង់បានទូមាន ព្រានប្រដៅយ៉ាងនោះហើយចិត្តរបស់ភិក្ខុសង្ឃទាំង 1000 រូបនោះក៏បានរួចស្រឡះចាកអាសវៈកិលេសមិនមានសេចក្តីប្រកាន់មាំឡើយមនាលសារីបុត្រដងព្រៃដែលមាននៅទីនោះមុខគួរឲ្យស្បើមពេកណាស់បើបុគ្គលណាមួយមិនទាន់ប្រសចាអរិយកៈនៅឡើយទេលុះបានចូលទៅកាន់ដងព្រៃនោះហើយបុគ្គលនោះនឹងព្រឺរោមដោយច្រើនមនាលសារីបុត្រព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភិក្ខព្រះនាមវិបស្សីមួយព្រះនាមសិក្ខីមួយព្រះនាមវេសភូមួយជាព្រហ្មចរិយធម៌មិនថិតនៅយូរព្រោះហេតុនិងបច្ច័យប៉ុណ្ណេះឯងព្រះសារីបុត្រក្រាបទូលសួរតទៅទៀតថាសូមទ្រង់ព្រះមេត្តាប្រោសព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភិក្ខព្រះនាមកកុសន្ធៈមួយព្រះនាមកោណាកមណៈមួយព្រះនាមកាសបៈមួយទាំង3ព្រះអង្គនេះបានជាឋិតនៅយូរតើព្រោះនឹងហេតុនឹងបច្ច័យអ្វីព្រះសម្មាសម្ពុទ្ធត្រាស់តបថាមនាលសារីបុត្រឯព្រះដ៏មានព្រះភិក្ខព្រះនាមកកុសន្ធៈមួយព្រះនាមកោណាកមណៈមួយព្រះនាមកាសបៈមួយទាំង3អង្គព្រះអង្គនោះទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសម្ដែងធម៌ដល់ពួកវិសាវៈដោយពឹសស្ដាគឺសត្តកិយៈវេយករណៈគេថាឧទានៈអេតៃវតកៈជាតកៈអភូតធម្មៈវេតលៈរបស់ព្រះទាំង3ព្រះពុទ្ធទាំង3ព្រះអង្គនោះក៏សឹងមានច្រើនព្រះអង្គទ្រង់បញ្ញត្តិសិក្ខាបទទ្រង់សម្ដែងអាណាបតិមោក្ខដល់ពួកសាវកលុះព្រះពុទ្ធព្រះសម្មាសម្ពុទ្ធដ៏មានជោគទាំងអំបាលមាននោះទ្រង់ចូលព្រះនិព្វានទៅទាំងសាវកដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះក៏និព្វានអស់ទៅទៀតសាវកទាំងឡាយជន់ក្រោយមកដែលមាននាមផ្សេងគ្នាមានកោតផ្សេងគ្នាមានជាតិផ្សេងគ្នាបានចេញអំពីត្រកូលផ្សេងគ្នាហើយបួសនោះក៏បានញ៉ាំងព្រហ្មចរិយធម៌ឲ្យថិតថេរអស់កាលជាអង្វែងតមកមនាលសារីបុត្រមានគូនាដូចជាផ្កាឈើផ្សេងដែលគេក្រងដោយចេះហើយដាក់នៅលើបន្ទះក្តារខ្យល់ក៏មិនអាចបក់បោកផ្កាទាំងនោះឲ្យរត់រាយខ្ចាត់ខ្ចាយវិនាសទៅបានឡើយសេចក្តីនោះព្រោះហេតុអ្វីព្រោះថាផ្កាទាំងនោះគឺគេក្រងចងភ្ជាប់ដោយអំបោះនេះមានឧបមាយ៉ាងណាមិញបាទវគ្គមួយទៀតគឺវេរញ្ញកម្មពោលពាក្យប្ររពនៅសេចក្តីបញ្ញត្តិសិក្ខាបទទំព័រទី27បាទមនាលសារីបុត្រសេចក្តីឧបមាដូចគ្នាដែរលុះព្រះពុទ្ធដ៏មានជោគទាំងអំបាលមាននោះចូលនិព្វានទៅហើយសាវកទាំងឡាយជាខាងក្រោយដែលមានឈ្មោះផ្សេងគ្នាមានកូដផ្សេងគ្នាមានរសជាតិមានជាតិ
សេងគ្នាចេញចាកត្រកូលសេងហើយបួសក៏ញ៉ាំងព្រហ្មចរិយធម៌គឺសាសនានេះឲ្យស្ថិតនៅជាអង្វែងមកមនាលសារីបុត្រនេះឯងជាហេតុជាបច្ច័យញ៉ាំងព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភិក្ខទ្រង់ប្រណិមកកុសលធៈក្តីព្រះដ៏មានព្រះភិក្ខទ្រង់ប្រណិមកោណាកមនៈក្តីព្រះដ៏មានព្រះភិក្ខទ្រង់ប្រណិមកសបៈក្តីឲ្យស្ថិតនៅបានយូរលំដាប់នោះព្រះសារីបុត្រដ៏មានអាយុក្រោកចាស់អាសនៈហើយធ្វើសម្ពុតឧត្តរាសង្ឃឈៀងស្មាម្ខាងសង្កៈឈៀងស្មាម្ខាងប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភិក្ខហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភិក្ខថាសូមទ្រង់ព្រះភិក្ខហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភិក្ខថាសូមទ្រង់ព្រះមេត្តាប្រោសកាលនេះជាកាលគូហើយបបិទ្ធព្រះសុគតៈកាលនេះជាកាលគួរដល់ព្រះដ៏មានព្រះភិក្ខជាម្ចាស់គួរបញ្ញត្តិសិក្ខាបទគួរសម្ដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយព្រោះកិច្ចដូច្នេះហើយជាហេតុនឹងឲ្យព្រហ្មចរិយធម៌ថិតថេរអស់កាលជាអង្វែងទៅព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ត្រាស់ថាមនាលព្រះដ៏មានព្រះភិក្ខជាម្ចាស់ទ្រង់ត្រាស់ថាមនាលសារីបុត្រអ្នកចូលបង្អង់សិនខានសារីបុត្រចូលអ្នកបង្អង់សិនតថាគតឯងសឹងដឹងកាលគួរក្នុងកិច្ចដែលបញ្ញត្តិសិក្ខាបទជាដើមនោះមនាលសារីបុត្រក៏ធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈមិនតាន់ប្រកបចំពោះសង្ឃក្នុងសាសនានេះត្រឹមណាព្រះសាស្តាក៏មិនតាន់បញ្ញត្តិសិក្ខាបទមិនតាន់សម្ដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយត្រឹមនោះមនាលសារីបុត្រធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈមានប្រកបចំពោះសង្ឃក្នុងសាសនានេះក្នុងកាលណាទើបព្រះសាស្តាបញ្ញត្តិសិក្ខាបទសម្ដែងអាណាបាតិមោក្ខដល់សាវកទាំងឡាយក្នុងកាលនោះដើម្បីនឹងការពាររារាំងនៅធម៌ទាំងឡាយដែលជាទីតាំងនៃអាសវៈទាំងនោះប៉ុណ្ណោះមនាលសារីបុត្រសង្ឃដែលមិនទាន់មានភិក្ខុបួសចាស់ភាសាច្រើនគ្នាត្រឹមណាធម៌ទាំងឡាយខ្លះដែលជាទីតាំងនៃអាសវៈក៏មិនទាន់មានប្រាកដចំពោះសង្ឃក្នុងសាសនាត្រឹមនោះមនាលសារីបុត្រម្យ៉ាងទៀតសង្ឃបានដល់នៅសេចក្តីចម្រើនមនាលមានភិក្ខុបួសចាស់ភាសាច្រើនគ្នាក្នុងកាលណាធម៌ទាំងឡាយដែលជាទីតាំងនៃអាសវៈក៏នឹងមានប្រកបចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះតើព្រះសាស្តាបញ្ញត្តិសិក្ខាបទសម្ដែងអាណាបាតិមោក្ខដល់ភិក្ខុដល់សាវកទាំងឡាយដើម្បីការពាររារាំងនៅធម៌ទាំងឡាយណាដែលជាទីតាំងនៃអាសវៈទាំងអំបាលមកនោះក្នុងកាលនោះឯង